ទាំងគំនូសន្តិភាពទី2ដែលបង្ហាញពីការរំលោភបំពានរបស់ប្រទេសថៃមកលើកម្ពុជាគឺបានចាប់ផ្ដើមគូហើយនៅរសៀលថ្ងៃទី20កុម្ភៈនេះនៅសួនច្បារវត្តបទុមដីរាជធានីភ្នំពេញបន្ទាប់ពីផ្ទាំងគំនូទី1បានគូនឹងដាក់បង្ហាញនៅឯខេត្តសៀមរាបនាពេលកន្លងមករូបគំនូសិល្បៈដើម្បីសន្តិភាពដែលគូឡើងជាលើកទី2នេះនឹងលាតត្រដាងពីសកម្មភាពឈ្លានពានបំផ្លិចបំផ្លាញភូមិឋានពលរដ្ឋហេដ្ឋារចនាសម្ព័ន្ធទីតាំងសាសនានិងវប្បធម៌របស់កងទ័ពថៃទុកវេទនារបស់ជនស៊ីវិលកម្ពុជានិងការអំពាវនាវរកយុត្តិធម៌និងសន្តិភាពជាដើមគំនូនេះមានវិចិត្រករកម្ពុជាជិត100នាក់ដែលមកពីបណ្ដាខេត្តនិងជំនាន់ផ្សេងៗគ្នាចូលរួមគូនៅលើផ្ទាំងក្រណាត់សដែលមានទទឹង5ម៉ែត្រនិងបណ្ដោយ35ម៉ែត្រក្រុមសិល្បករដែលចូលរួមគូគំនូមួយនេះបានរំពឹងថាផ្ទាំងគំនូសន្តិភាពធំទី2នេះនឹងក្លាយជាសារអំពាវនាវស្រែករកសន្តិភាពនិងជាកិច្ចស្វាស្វែងរកអន្តរាគមន៍ពីអន្តរជាតិជំរុញឲ្យកងទ័ពថៃដកចេញពីដែនអធិបតេយ្យភាពរបស់កម្ពុជាអានេះលើកទី2ហើយពីលើកទី1យើងធ្វើនៅឯសៀមរាបបាទយើងបញ្ចប់បានជោគជ័យហើយយើងបន្តមកភ្នំពេញមកការធ្វើកិច្ចការនេះវាជាយើងនិយាយបានថាវាជាលើកដំបូងដែលយើងធ្វើផ្ទាំងគំនូធំហើយយើងរួមសិល្បកររបស់យើងទូទាំងប្រទេសរហូតដល់ជាង70នាក់តាំងទី2នេះរហូតដល់ជិត100នាក់ហើយអ្វីដែលយើងធ្វើនោះគឺយើងផ្ដោតទៅលើប្រធានបទសម្រាប់ស្វែងរកសន្តិភាពជូនប្រទេសជាតិយើងដែលកំពុងតែមានបញ្ហាអញ្ចឹងវាជ្រាលជ្រៅសម្រាប់អារម្មណ៍និងដួងចិត្តរបស់យើងដែលជាអធិបើនិយាយពីឥទ្ធិពលដែលចេញពីគំនូគឺវាធំធេងមានន័យថាវាផ្ដល់ជាសារវាផ្ដល់ជាការអប់រំនិងផ្ដល់ជាសាច់រឿងដើម្បីឲ្យគេស្គាល់ពីបញ្ហាមួយដែលយើងចង់បង្ហាញទៅគេហើយជាក់ស្ដែងដូចយើងកំពុងតែមានបញ្ហារឿងប្រទេសជាតិគេរំលោភបំពានចេះអញ្ចឹងយើងយកព័ត៌មានទាំងអស់នេះទៅបង្ហាញគេអញ្ចឹងគិតថាវាមានន័យជ្រាលជ្រៅមែនសម្រាប់អ្វីដែលយើងចង់បង្ហាញពីបញ្ហារបស់ប្រទេសយើងហើយទី2នេះវាកាន់តែធំជាងមុនខ្ញុំជឿជាក់ថាឥទ្ធិពលដែលយើងផ្សាយអំពីបញ្ហារបស់ប្រទេសយើងទៅខាងក្នុងប្រទេសឬខាងក្រៅប្រទេសខ្ញុំស្គមថាវានឹងមានគេហៅថាភាពជោគជ័យឬក៏ការឈឺឆ្អាលពីបណ្ដាប្រទេសផ្សេងដែលគេមានឥទ្ធិពលសម្រាប់ជួយបញ្ហាទាំងអស់នេះខ្ញុំសង្ឃឹមជឿជាក់ចិត្តវិជាការពិតណាស់សិល្បៈមានសារៈតួនាទីសំខាន់ក្នុងជីវិតហើយសិល្បៈមិនថាគ្រប់កន្លែងទាំងអស់គឺគេផ្សព្វផ្សាយទៅតាមរយៈសិល្បៈនឹងឯងហើយវាមានតួនាទីសំខាន់មែនទែនដូចជាការយើងធ្វើបាត់យើងដូចខ្ញុំប្រាប់ពីមុនដំបូងអញ្ចឹងថាទោះបីជាយើងគិតថាយើងគ្មានអាវុធមែនអេឡេសក៏យើងបានយ៉ាងហោចណាស់ក៏យើងបង្ហាញពីស្នាដៃពីគំនិតពីឆន្ទៈទៅដល់អ្នកតែបានឃើញនៅប្រទេសដទៃទៀតបានដឹងដែរហ្នឹងហើយខ្ញុំរំពឹងថានេះជាលើកទី2ហើយវាជាកត្តាមួយដែលជំរុញឲ្យខ្មែរយើងបានយល់ពីភាពពិតហើយនឹងបរទេសទាំងអស់បានស្គាល់ពីភាពពិតជាក់ស្ដែងអ្វីដែលជាការរំលោភបំពានរបស់ប្រទេសថៃរំលោភប្រទេសកម្ពុជាហើយមួយវិញទៀតក៏ជាសក្ខីភាពមួយដូចជាប្រវត្តិសាស្ត្រដើម្បីកងខ្មែរបានមានឆន្ទៈតស៊ូនិងសិក្សាដើម្បីកសាងប្រទេសជាតិឡើងវិញផងដែរជាមួយគ្នានេះនៅក្នុងពិធីក្រុងពាលីបើកការគូសផ្ទាំងគំនូសិល្បៈដើម្បីសន្តិភាពដែលបានធ្វើឡើងនៅរសៀលថ្ងៃនេះឯកឧត្តមគង់សុលីយ៉ាសមាជិកគណៈកម្មាធិការកណ្ដាលនៃសហភាពសហព័ន្ធយុវជនកម្ពុជាក៏បានបញ្ជាក់ដែរថាការចូលរួមក្នុងគម្រោងនេះគឺបានឆ្លុះបញ្ចាំងពីបេសកកម្មរបស់សហភាពសហព័ន្ធយុវជនកម្ពុជាក្នុងការលើកកម្ពស់ការរួបរวมជាតិការចូលរួមរបស់យុវជននិងការកសាងសង្គមដែលមានសន្តិភាពនិងអភិវឌ្ឍជាភាពគម្រោងនេះបានបើកវេទិកាឲ្យយុវជនសិល្បករសាធារណជនចូលរួមបង្ហាញគំនិតនិងសារសន្តិភាពរួមគ្នាហើយវាក៏ជាការបង្ហាញថាបើទោះបីមានភាពខុសគ្នាក៏ដោយក៏កម្ពុជាអាចរួមគ្នាកសាងសង្គមដែលមានភាពសុខដុមបានកម្មវិធីនេះក៏ពិតទៅវាបង្កើតជាវេទិកាយ៉ាងសំខាន់ដើម្បីឲ្យយុវជនយុវនារីសិល្បករសិល្បករនីទាំងអស់ចូលរួមជាវេទិកាដើម្បីឲ្យពួកគាត់បញ្ចេញមតិបញ្ចេញទេពកោសល្យដើម្បីបង្ហាញថាកម្ពុជាត្រូវការសន្តិភាពហើយជាវេទិកាមួយដើម្បីឲ្យពួកគាត់មករួមគ្នាបង្ហាញថាទោះយើងមកពីគ្រប់មជ្ឈដ្ឋានផ្សេងគ្នាតែយើងអាចមកជួបជុំគ្នាមានគំនូធំមួយដែលមានសាររួមគ្នាហើយចង់បង្ហាញថាទោះជាយ៉ាងណាក៏យើងអាចនៅឈរជាមួយគ្នាមានសាមគ្គីភាពជាមួយគ្នាហើយខ្លឹមសាររបស់គំនូរបស់យើងនេះគឺយើងចង់បង្ហាញភាពសោកសៅស្លាកស្នាមការប៉ះទង្គិចការឈឺចាប់របស់សង្គ្រាមមួយនេះហើយវាជាអ្វីមួយដែលកម្ពុជាគ្មានជម្រើសហើយមិនបានជ្រើសរើសហើយទាំងអស់នេះគឺយើងចង់បង្ហាញថាកម្ពុជាគឺឈរនៅលើគោលការណ៍សន្តិភាព
ហើយអ្វីដែលយើងចង់បានគឺចូលរួមដោះស្រាយដោយសន្តិវិធីហើយគ្រប់ច្បាប់អន្តរជាតិទាំងអស់គ្នា គួរបញ្ជាក់ថាផ្ទាំងគំនូរសន្តិភាពធំទី2ឬរូបគំនូរសិល្បៈដើម្បីសន្តិភាពនេះនឹងចាប់ផ្ដើមគូរពីថ្ងៃទី20ខែកុម្ភៈដល់ថ្ងៃទី3ខែមិនិនាក្រោយពេលគូររួចរាល់គំនូរនេះនឹងដាក់តាំងបង្ហាញឲ្យមហាជនទស្សនារហូតដល់ខែឧសភាឆ្នាំ2026ពីខ្ញុំសនរដ្ឋា PNN ភ្នំពេញ